សូមជូននេតិកំរងព្រេងនិទានខ្មែរសូមជូនរឿងជីវិតបរោះជីកក្តាមនៅក្រោមពន្លឺនៃដួងព្រះខែដែលរះត្រចង់បំភ្លឺដល់ផែនពុស្ធានាអាកាសនួភិលីបានចាំងឆ្លោះស្រមោលបំភ្លឺដល់កូនខ្ទមកំសត់ដែលអ្នកផងទាំងឡាយសន្មតថាជាកូនខ្ទមរបស់ស្ត្រីមេម៉ាយម្នាក់កំពុងអង្គុយច្រៀងបំពេកូនប្រុសស្ងួនទាំងទឹកភ្នែកហូរស្រក់ផ្ទួនអង្រួនដួងចិត្តនារីជាម្ដាយឲ្យស្ដាយស្រណោះនៅរឿងរ៉ាវអតីតកាលទាំងឡាយទាំងពួងដែលកន្លងហួសមកភាពកក់ក្ដៅភាពអែមល្ហែមក្លែមជាមួយនឹងវាចាដ៏ស្រទន់ប្រៀបបីដូចជាទឹកមុនមកប្រោះព្រំលើតំណុំក្រុមគ្រួសារដែលមិននឹកស្មានថាចំណាននៃព្រំលិខិតបានកំណត់ឲ្យនារីកំសត់យើងត្រូវបាត់បង់ស្វាមីដោយសារជំងឺរួមរិតកាត់ផ្ដាច់សង្ខារស្លាប់ចោលបុត្រាសោកាទាំងម្ដាយកូននាងម្ដាយកូនកែងទៅប្រលឹងពេលបើកូនកុំយំរូបម្ដាយនិតនៅក្បែរបើស្ងួនឈុំយំទៅកូនណាស្ងួនសំឡាញ់ហើយឈុំយំទៅស្ងួនណាស្ងួនសំឡាញ់អត់ពីអើនៅមានមកថ្នងថ្នមបំពេថែណាកូនអើពុកប្រថ្លៃខ្សែបាត់សូនចោលមកនឹងកូនឲ្យរងកុំព្រាហើយចោលមកនឹងស្ងួនឲ្យរងកុំព្រាកូនធំឡើងត្រូវកាងគំនិតកូនត្រូវចេញគិតចិត្តតស៊ូប្រឹងប្រែងសង្វានហើយប្រឹងតស៊ូផ្ដាច់ផ្ដោកូនត្រូវតែខំហើយកូនមាងម្ដាយហើយកូនត្រូវតែខំម៉ែម៉េចម៉ែយំចឹងម៉ែម៉េចឈប់ជាងចឹងម៉ែម៉ែមានយំទេកូនគឺមិនអីទេណាកូនឆាប់គេងទៅគេងទៅណាកូនម៉ែអើយម៉ែ
ម៉ែនៅក្រៅផ្ទះនេះកូនម៉ែជីកតលងធ្វើបបរប្រអែមម៉ែគឺជីកធ្វើបបរឲ្យកូនឯងឆៃហ្នឹងណាម៉ែថ្ងៃនេះខ្ញុំទៅបាចត្រីនៅអូខាងលិចភូមិជាមួយអាជីមមួយណាម៉ែមិនបាច់ទេកូននៅផ្ទះទៅស្រួលពួកវានាំកូនទៅលេងជាមួយនាងពៅទៀតហើយម៉ែខ្លាចគេរករឿងកូនណាអត់ទេម៉ែខ្ញុំមិនទៅលេងផ្ទះលោកអ៊ំសេដ្ឋីទេម៉ែខ្ញុំទៅបាចត្រីតើអាសំអើយអាសំទៅអត់វិញម៉ែទៅអត់អន្ទៅវិញយើងនៅក្រៅផ្ទះនេះចាំគ្នាផងគ្នាទៅដែរមកម៉ែខ្ញុំយកទុកឲ្យម៉ែមកណែកូនមីងជីកកន្លងថាប្រអែមីងហីម៉ែខ្ញុំសុំមិញជីកបានដែរតើយកលក់ឲ្យលេងហើយមីងអើយបើអញ្ចឹងនៅឆៃប្រអែមជុំគ្នាហើយចាំមីងធ្វើឲ្យឆៃណាតារ៉ាំតាឆ្អិនយូរណាពួកខ្ញុំក៏ទៅរកបាចត្រីសិនហើយមីងអើយមែនហើយហាសមឯងទៅអត់ណាថៃទៅម៉េចបើគ្នាសុំម៉ែតាំងពីព្រឹកឯណងម៉ែខ្ញុំទៅណាចាំមកវិញចាំស៊ីប្រអែមតែមីងខ្លាចតែពួកឯងមិនមែនទៅបាចត្រីតែមួយមុខអត់ទេម៉ែខ្ញុំថាអត់គឺអត់ហើយម៉ែណាមីងពួកខ្ញុំទៅទេអញ្ចឹងទៅចោះណាហើយមើលគ្នាផងក្មួយបាត់វិញតោះអត់សមតោះម៉ែខ្ញុំលាទៅហើយតោះពួកយើងតោះមីងខ្ញុំទៅណាមីងទៅថ្លែងពីនាងពៅបុត្រមហាសេដ្ឋីជាកុមារីល្អផូរផង់ឯនេះវិញបានលួចចេញពីផ្ទះទៅរកពួកនីសំនិងមិត្តភ័ក្តិដើម្បីលេងកំសាន្តតាមទំនៀមក្មេងៗផងគ្នាដោយភ្លេចគិតឪពុកម្ដាយព្រមទាំងបងប្អូនគេបារម្ភឡើយម៉ែថ្ងៃនេះដូចបានច្រើនជាងរហដងត្រូវហើយព្រោះអីអូនេះមិនតមានណាគេមកបាចមុនពួកយើងទេវ៉ៃអត់សមហើយបើមិនបើដើរកាន់រត់ត្រង់មកនេះយីវ៉ៃបើថាមិនបើមែនវ៉ៃអាសំនេះបើមកធ្វើអីវាបងតែក៏បងមកអត់ទៅមកខ្ញុំចឹងរាប់ហើយបើណាគេដល់ហ៊ានណាដល់បើឯងកាត់សងអីមែនហើយបើឯងឈប់មកលេងជាមួយពួកខ្ញុំទៀតហើយនៅពួកម៉ែបងបើឯងមកតាមរករឿងពួកខ្ញុំទៀតហើយត្រង់ហើយពួកបងអត់មានអាណិតបើទេអីនៅតែអបសក់ណាមួយពួកបងបើលេងវាយតាបើអត់ចង់លេងជាមួយបើចង់មកដើរលេងជាមួយពួកបងវិញណាបងណាយ៉ាប់ឡាវ៉ៃកាត់ទៅវាដាច់សោះបងឲ្យបើដើរលេងជាមួយពួកបងតែបើមិនត្រូវនៅលេងយូរពេកទេណាត្រូវប្រញាប់ទៅផ្ទះវិញដល់អត់មែនហើយដើម្បីកុំឲ្យមានរឿងទាំងអស់គ្នាបើដឹងហើយតោះបង ពួកឯងក៏ចង់ដែរទាំងអាសមមកជិះមកជប់ពួកឯងចង់ត្រូវអីតែកាផ្លាហើយស្មានតែពួកអញខ្លាចហើយហើយមែនលំសេដ្ឋីណាយីអានេះអញមិនលំសេដ្ឋីតែអញជាភ្នែកជាចំរបស់គាត់រវហើយពួកឯងដឹងអីថាចាប់ថ្ងៃនេះទៅឈប់នាំពើដើរលេងប្រយ័ត្នថាយើងបានប្រាប់អើយបានហើយឈប់ឆ្លុះគ្នាទេទៅចាំខ្ញុំទៅវិញមែនចាំទៅវិញទេត្រូវទៅវិញមកពួកយើងហើយប្រាប់ជាលើកចុងក្រោយបើចង់សុកខ្លួនវើយតែកាចាំមិនគម្រាមអស់ចាប៉ុណ្ណាទៅឯងណាត្រូវហើយដៃពីរជើងពីរដូចតែគ្នាណាហើយចង់មិនមានចង់ល្មាច់បានណាឈប់ឆ្លុះគ្នាទៅហើយធ្វើកំ pl ាចវាបាសំទៅវាយទៅមកណាកុំទៅខ្លាចអីពួកចៃសិទ្ធិអស់នេះណាយោចាំមែនណាឌីដាក់វាស្គាល់ដៃម្ដងមកហើយមកហើយដាក់មកដាក់បដៅណាបានហើយឈប់វាយគ្នាទៅឈប់ទៅណែបានហើយឈប់ឆ្លុះគ្នាទៅលោកអ៊ំសេដ្ឋីនិងកូនគាត់មកហើយនោះមែនហើយតោះផ្ញើទុកសិនញ៉ាពីរនេះតោះ
ปอใส่กันนี่ลูกอม យ៉ាងម៉េចកូនពើពុកហាមកូនឯងឲ្យប៉ប៉ោចមិនមិនស្ដាប់តាមពុកសោះអញ្ចឹងហាបងប្អូនឲ្យរញៀវពេញផ្ទះមិននៅលេងជុំគ្នាទេមកឲ្យលឿនទៅវិញម៉ែឯងរកឲ្យវីយ៉ាប់នោះយ៉ាប់កូននេះ ដាក់សឹកត្រឹកនឹងឯងនឹងប៉ះឯងនេះពុកណាពេលទៅផ្ទះបដាគឺវាឯណាណៃមើលពុកបានហើយបងស្រីកុំបន្តគ្នាពេកមើលដាក់បើអូនដៃលីឡើងណាអូន 10 ឆ្នាំក្រោយមកអតីតកាលបានរំលងហួសយ៉ាងលឿនតែមួយពព្រិចភ្នែកវ័យកុមារភាពបានបន្តឈានចូលវ័យកំឡោះក្រមុំនាយសំនឹងពៅត្រូវឃ្លាតឆ្ងាយពីគ្នាដោយសារតែរនាំងវណ្ណៈខណ្ឌចែកបំបែកមិនឲ្យគូស្នេហ៍ទាំងពីរបានសម្រេចនៅក្តីបំណងតើទីបញ្ចប់គូស្នេហ៍មួយគូនេះនឹងទៅជាយ៉ាងណាពៅកុំធ្វើអញ្ចឹងទៀតបើពៅនៅតែឆ្លៀតមករកបងទៀតនោះណាបងពៅដឹងប្រកាសជាយកទៅប្រាប់លោកសេដ្ឋីវិវរហើយព្រោះអីលោកសេដ្ឋីពុកម៉ែអូនឯងកាចណាបងបារម្ភណាអូនបងកុំបារម្ភខ្ញុំចេះប្រយ័ត្នប្រយែងខ្លួនហើយខ្ញុំមកនេះមកពីខ្ញុំបារម្ភពីអ្នកមីងព្រោះឮថាអ្នកមីងក៏ឈឺធ្ងន់ក្មួយជំងឺមនុស្សចាស់តែប៉ុណ្្នឹងឯងម៉ែខំប្រឹងនិយាយពេកម៉ែហុចទឹកថ្នាំឲ្យម៉ែបន្តិចមកកូនបើក្មួយអ៊ំយល់ពីចិត្តក្មួយហើយតែក្មួយដឹងស្រាប់ហើយថាគ្រួសារអ៊ំយ៉ាប់យ៉ាងណានោះក៏ប៉ុន្តែខ្ញុំបានហើយកុំនាំម៉ែនិយាយច្រើនពេកហើយពៅល្មមប្រញាប់ទៅផ្ទះទៅកុំឲ្យអ្នកផ្ទះអូនសង្ស័យណាទៅក្មួយទៅចោះកុំឲ្យមានរឿងតែខ្ញុំតែស្អីបើស្រឡាញ់បងអូនគួរអាណិតពួកបងអូនឃើញស្រាប់ហើយតើថាម៉ែបងគាត់មានជំងឺឈឺធ្ងន់ប៉ុណ្ណានេះណាប្រសិនបានអ្នកផ្ទះរបស់អូនគេរកអូនមិនឃើញគេប្រកាសជាមករកអូននៅទីនេះហើយប្រសិនបើជាគេឃើញអូននៅទីនេះមែននោះគេប្រកាសជាលោឡាសែករញ៉េរញ៉ៃអូនមានដឹងអត់ថាម៉ែបងគាត់កំពុងតែដេកឈឺដូច្នេះគាត់ត្រូវការភាពស្ងប់ស្ងាត់អូនល្មមគូស្ដាប់បងផងឈប់បន្ទោគ្នាទៅកូនបើក្មួយទៅផ្ទះទៅណាយ៉ាងម៉េចកូនគិតយ៉ាងម៉េចចំពោះនាងខ្ញុំដឹងណាម៉ែថានាងស្រឡាញ់ខ្ញុំតែនាងជាកូនសេដ្ឋីដូច្នេះគួរមិនចង់ឲ្យនាងមកពាក់ព័ន្ធនឹងជីវិតយើងទេណាម៉ែម៉ែមិនដឹងថាម៉ែអាចនឹងរស់បានឃើញមុខកូនតទៅទៀតឬអត់ទេម៉ែកុំនិយាយអញ្ចឹងអីណាម៉ែប្រកាសជាមិនអីទេណាម៉ែអីឬមិនអីនោះណាម៉ែដឹងខ្លួនម៉ែច្បាស់ណាស់តែមួយប្រព្រឹត្តភ្នែកសោះជាង10ឆ្នាំប្លាយទៅហើយម៉ែនឹកឃើញកាលពីកូននៅតូចជុំឪឯងយើង3នាក់ម៉ែកូនមានសុភមង្គលណាស់គ្រួសារយើងមិនសូវជាមានប្រមាណទេតែពុកឯងមិនដែលធ្វើឲ្យពួកយើងពិបាកចិត្តសោះតែអត់ពីពុកឯងទៅអ្នកដែលផ្ដល់ក្តីសង្ឃឹមអ្នកដែលធ្វើឲ្យម៉ែញញឹមតស៊ូប្រឈមនឹងការរស់នៅរហូតមកដល់ពេលនេះគឺកូនប្រុសម្ដាយស្ដាយណាស់ស្ដាយមិនអាចនៅមើលថែកូនបានយូរតទៅទៀតម្ដាយខ្លាចថ្ងៃមួយមកដល់ម្ដាយលែងបានថ្នាក់ថ្នមកូនលែងបានច្រៀងឲ្យកូនស្ដាប់ម៉ែក៏លែងបានស្ដាប់សំឡេងកូនប្រុសរបស់ម៉ែដែលធ្លាប់តែឮរាល់ថ្ងៃម៉ែមិនអីទេម៉ែចាំថ្ងៃក្រោយចុះម៉ែសម្រាប់សិនទៅណាម៉ែណាម៉ែសម្រាប់ទៅណាម៉ែមកម៉ែសម្រាប់ថ្នមណាម៉ែណាថ្លែងពីនាងពៅឯណោះវិញចិត្តសែនតូមនីងពេញហារតីក្នុងចិត្តគិតដល់ប្រុសថ្លាមថ្លៃ
ខ្លាចតែគ្មានថ្ងៃដោយបំណងចិត្តអើយចិត្តប៉ងបំណងស្ម័គ្រទោះឃើញក្រជាក់ក៏មិនថ្វីតែចិត្តឪពុកម្ដាយមិនដូចស្រីខៀខាំងរាល់ថ្ងៃខ្លាចស្រីជួបជារៀងរាល់ថ្ងៃទាំងឪពុកម្ដាយបងព្រមទាំងខ្ញុំបំរើតែងតែឃ្លាំមើលសកម្មភាពនាងពៅនៅខាងក្រៅជារៀងរាល់ពេលដែលនាងពៅត្រូវចេញមកក្រៅភាពចម្រូងចម្រាសភាពមិនយល់ចិត្តបានចង់រឹតចិត្តនារីយើងឲ្យសកាព្រួយបារម្ភតែមិនដឹងថានឹងត្រូវធ្វើរបៀបណាឡើយធ្វើរបៀបណាឯពៅចង់ត្រូវនៅតែផ្ទះទៅបានទេណាហើយមួយថ្ងៃឲ្យតែអូនពៅស្ងំនៅក្នុងផ្ទះក៏មិនល្អប្រហែលដែរដូចជាឲ្យគេជាប់គុកអញ្ចឹងកុំចេះនាងនេះយ៉ាងម៉េចឯងចង់សុំកលុំគ្នាមែនទេឯងក៏អញ្ចឹងដែរប្រយ័ត្នណាខ្ញុំមិនមែនសំកលុំជាមួយនឹងអូនពៅទេពុកតែខ្ញុំនិយាយនេះក៏មានហេតុផលរបស់ខ្ញុំដែរនេះណាបើអ្នកម៉ែនៅក៏អ្នកម៉ែធ្វើអញ្ចឹងដែរតែអូនណាគិតមើលខ្វះនៅទៅអីហាអ្នកចូលស្ដីតដឹងនោះគេចូលស្ដីតដឹងឲ្យមកកកមិនយកទេបែរជាទៅស្រឡាញ់អាអ្នកស្រែក្រឲ្យរហាមខ្ញុំយកយ៉ាងម៉េចបើខ្ញុំគ្មានចិត្តស្រឡាញ់ផងបើទោះជានៅជាមួយគ្នាក៏គ្មានសុភមង្គលដែរហើយទោះបីជាគេជាអ្នកស្រែក៏វាល្អដែរជាជាងរស់នៅជាមួយមនុស្សដែលយើងមិនស្រឡាញ់បើបងមិនសុខចិត្តទេនោះបងយកជំនួសខ្ញុំទៅបើសិនបើមានអ្នកចូលស្ដីដណ្ដឹងខ្ញុំនោះនាងពៅនាងឯងពុកហាមផ្ដាច់ណាពើហើយត្រូវចាំសម្ដីពុកនេះមិនមែនមានកូនស្រីតែម្នាក់ទេបើនៅតែចចេះមិនស្ដាប់សម្ដីពុកនោះណាប្រយ័ត្នពុកកាត់កាលចោលលែងស្គាល់ឲ្យកូនឥឡូវពុកមិនហាមឃាត់ឬបិទបាំងក្នុងការដើរហើរទេតែហាមឈប់ទាក់ទងជាមួយនឹងអាសំកូននាងសយនោះជាដាច់ខាតបានហើយពុកអស់អីនិយាយហើយឯណាអាបាវបានល្អអ៊ំតោះទៅទាប្រាក់គេនៅឯចុងភូមិជាមួយនឹងយើងបានសូមអញ្ជើញអ៊ំសូមអញ្ជើញបងនេះគិតយ៉ាងម៉េចទៅបងហើយយើងធន់នឹងមើលមុខនាងឯងណាយើងចូលទៅក្នុងហើយអាសូរនាងពៅទួញសោកានឹកប្រុសសង្សារសំណប់ចិត្តពេលនេះរូបអូនត្រូវឃ្លាតពិតតែចិត្តនៅគិតដល់ប្រុសថ្លៃប្រុសអើយប្រុសឆោមស្ងួនថ្លាមថ្លៃតើរូបប្រុសថ្លៃគិតយ៉ាងណាដឹងទេថាអូនទួញសោកាតើធ្វើយ៉ាងណាអាចជួបបានជួបប្រានប្រុសថ្លៃសំណប់ចិត្តរូបពៅកេងគិតគ្រប់វេលាចង់នៅរួមរស់ជួបជុំគ្នាលំបាកវេទនាក៏ស៊ូទ្រាំ